ព្រាមកខ្ញុំគឺលីពូសំអាងលើសេះនឹងទន្សាយក្រហមលំពេងមេឃគេរបស់ខ្ញុំស្ដេចប្រាញ់ទាំង18នាក់គឺគ្មានន័យចំពោះខ្ញុំនោះទេមិនបាច់100នាក់ទេខ្ញុំម្នាក់ឯងក៏បានគេឈ្មោះលោកមេតបលីពូខ្ញុំល្បីជាយូរមកហើយគេតែងថាលីពូក្នុងវងមនុស្សដូចទន្សាយក្នុងវងសេះរួមទាំងលំពេងខ្វែងមេឃរបស់លោកមេតបអាចទុកថាលើលោកគ្មានគូប្រៀបតែម្ដងទាន់ទីចាំងហ្វីនិងចាំងហ្វីសេចក្តីក្លាហានពួកគេមិនចាញ់លោកមេតបទេខ្លាចស្អីទៅខ្ញុំមានសេះទន្សាយក្រហមលំពេងមេឃខ្ញុំមិនខ្លាចទេខ្ញុំម្នាក់ឯងក៏បានលីពូក្នុងចំណោមមនុស្សសេះទន្សាយក្រហមក្នុងវងទន្សាយ